មុនពេលដែលពិភពលោកធ្លាក់ដល់ទីបញ្ចប់ជេកត្រូវបានគេស្គាល់ថាជាអ្នកប្រមាញ់កំណប់ដ៏អស្ចារ្យបំផុតក្នុងលោកមិនថាវត្ថុនោះមានអាយុកាលប៉ុន្មានឬស្ថិតនៅទីតាំងណាទេគាត់តាំងតែអាចរកវាឃើញជានិច្ចកន្លែងដែលគាត់ចូលចិត្តជាងគេក្នុងការស្វែងរកកំណប់គឺនៅក្រោមទឹកហើយគាត់រីករាយនឹងការធ្វើការជាចៅហ្វាយខ្លួនឯងជាអកុសលពន្លឺព្រះអាទិត្យដ៏មហន្តរាយមួយបានបោកបក់មកលើភពផែនដីហើយពិភពលោកក៏បានធ្លាក់ចូលទៅក្នុងភាពវឹកវរឧបករណ៍អេឡិចត្រូនិកទាំងអស់ត្រូវបានខូចខាតទាំងស្រុងហើយរដ្ឋាភិបាលក៏បានបាត់បង់អំណាចដូច្នេះមេសង្គ្រាមក៏បានចាប់ផ្ដើមកាន់កាប់ទឹកដីរៀងៗខ្លួនមិនយូរប៉ុន្មានទីក្រុងនានាបានជួបនឹងភាពអត់ឃ្លានលួយខ្លាយជារបងឥដ្ឋបានការជំងឺរាលដាលហើយវាក៏คล้ายទៅជារឿងដែលមិនអាចទៅរួចក្នុងការស្វែងរកថ្នាំពេទ្យឬប្រេងអ៊ីនធឺណិត6ឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយនោះជេកនៅតែបន្តធ្វើការជាអ្នកប្រមាញ់កំណប់ដដែលនៅក្នុងប្រទេសអង់គ្លេសគាត់បានមកដល់សង្កាត់ចាស់មួយហើយបន្ទាប់ពីសង្កេតមើលដងបាននោះមួយសន្ទុះហើយគាត់ក៏បានដើរចូលទៅក្នុងសន្តាគារមួយហើយឡើងតាមចន្ទាទៅកាន់បន្ទប់ជាន់ខ្ពស់បំផុត Penthouse នៅទីនោះមានធ្នើរដាក់សៀវភៅដ៏ធំមួយដែលគាត់បានត្រួតពិនិត្យយ៉ាងជិតស្និទ្ធរហូតដល់គាត់រកឃើញទ្វារសម្ងាត់ដែលលាក់បន្ទប់មួយជេកក៏បានដំឡើងគ្រឿងផ្ទុះតូចៗជាច្រើនភ្លាមៗដែលបានបង្ខំឲ្យទ្វារដែកនោះបើកឡើងបន្ទាប់មកគាត់ក៏បានភ្ជាប់ថ្មពិលផ្ទាល់ខ្លួនរបស់គាត់ដើម្បីយកពន្លឺខ្លះមកបាល់ត្រាស់មានបន្ទះលេខនៅលើទូដែកមួយដែលទាមទារពាក្យសម្ងាត់ដូច្នេះគាត់ក៏បានពិនិត្យមើលស្នាមម្រាមដៃនៅលើប៊ូតុងនានាហើយបញ្ចូលអក្សរទាំងនោះក្នុងសៀវភៅកត់ត្រារបស់គាត់រហូតដល់គាត់រកឃើញពាក្យដែលត្រឹមត្រូវពេលដែលគាត់បានបើកទូដែកហើយគាត់ក៏បានរកឃើញបណ្ដុំចម្រៀងចាស់ៗហើយបានចាក់ចម្រៀងមួយបទដែលត្រូវគ្នានឹងពាក្យសម្ងាត់នោះបទភ្លេងនោះបានបើកទូដែកសម្ងាត់មួយទៀតហើយជេកក៏បានយកវីយ៉ូឡុងដែលមានតម្លៃថ្លៃបំផុតចេញមកនៅពេលនោះក្រុមជនពារដែលស្លៀកឯកសណ្ឋានប៉ូលីសមួយក្រុមបានចូលមកក្នុងបន្ទប់ហើយទាមទារវីយ៉ូឡុងនោះប៉ុន្តែជេកបានបដិសេធមិនព្រមឲ្យហើយបានគំរាមបាញ់ពួកគេទោះជាយ៉ាងណាក្រុមជនពារនោះបានព្យាយាមវាយប្រហារគាត់ដូច្នេះជេកក៏ចាប់ផ្ដើមបាញ់សម្លាប់ពួកគេម្ដងម្ដាដោយបានវាយបកមួយចំនួននៅពេលដែលគាត់ត្រូវការពេលមួយផ្លែតដើម្បីបញ្ចូលគ្រាប់នៅពេលដែលគ្រាប់អស់គាត់ក៏បានគប់កាំបិតទៅចំខ្នងបុរសដែលកំពុងរត់ម្នាក់មេក្រុមបានដកកាំបិតនោះចេញហើយនៅពេលនោះជេកក៏បានងើបរៀបកណ្ដាលផ្ដោះសញ្ញាប្រមាណទៅគាត់ទង្វើនេះបានធ្វើឲ្យគ្រាប់ផ្ទុះដែលភ្ជាប់នឹងកាំបិតនោះផ្ទុះឡើងហើយបានសម្លាប់មេក្រុមនោះទៀតប៉ុន្មាននាទីក្រោយមកជេកបានចូលទៅក្នុងវិមានដ៏ធំមួយដែលបានក្លាយជារោងចក្រពោពេញទៅដោយឆ្មាំដ៏គ្រោះថ្នាក់គាត់បានប្រគល់វីយ៉ូឡុងនោះទៅឲ្យជំនួយការរបស់មេសង្គ្រាមហើយនាងបានប្រាប់គាត់ថាស្ដេចអូហ្គូសមានការងារមួយទៀតសម្រាប់គាត់ជេកគិតថាវាចម្លែកណាស់ដែលមេសង្គ្រាមហៅខ្លួនឯងថាជាស្ដេចហើយបានបដិសេធការផ្ដោតជូននេះព្រោះវាតម្រូវឲ្យឆ្លងកាត់ច្រកសមុទ្រពេលដែលអូហ្គូសឮថាជេកបានបដិសេធការងារនោះគាត់ក៏ប្រាប់ជំនួយការរបស់គាត់ឲ្យស្វែងរកការផ្ដោតជូនដែលគាត់មិនអាចបដិសេធបានបន្តមកជេកក៏ទៅផ្ទះដែលជាទូខូចនៅកំពង់ផែគាត់បានគេចពីអន្ទាក់ដែលគាត់បានដាក់សម្រាប់មនុស្សចម្លែកហើយបានផ្ដល់អាហារដល់ឆ្កែរបស់គាត់យ៉ាងរីករាយបន្ទាប់មកជេកបានពិនិត្យមើលសម្ភារៈដែលគាត់បានទទួលជាធ្នូនឹងការងារនេះរួមទាំងចម្រៀងចាស់មួយបទដែលគាត់បានចាស់ស្ដាប់បណ្ដាភឹកបណ្ដានៅពេលដែលគាត់ដេកលក់គាត់បានយកសុបិនឃើញថាបានជីទូកថ្មីសម្លាងជុំវិញពិភពលោកនៅពេលព្រឹកជេកត្រូវបានដាក់ឲ្យភញាក់ដោយសំឡេងរំខានមួយគាត់ចេញទៅខាងក្រៅហើយបានឃើញទាហានម្នាក់ជប់អន្ទាក់របស់គាត់បុរសនោះបាននិយាយថាស្ដេចបានមកជួបគាត់ដូច្នេះជេកក៏ចាក់ចេញពីទូកដោយមិនបានជួយទាហាននោះចូលឡើយនៅខាងក្នុងក្លាំងមួយអូហ្គូសកំពុងរងចាំដោយហុំព័ទ្ធទៅដោយទាហានរាប់សិបនាក់គាត់បានពន្យល់ពីរបៀបដែលគាត់ខិតខំប្រឹងប្រែងដើម្បីកសាងអរិយធម៌ឡើងវិញជេកនៅតែមិនចាប់អារម្មណ៍ពីបទសកម្មនេះទេប៉ុន្តែអូហ្គូសបានធ្វើឲ្យគាត់ស្ដាប់ដោយបង្ហាញគាត់នៅរង្វាន់ជាទូកថ្មីសិនឡើងគោលដៅគឺទៅយករូបគំនិតម៉ូណាលីសាដែលត្រូវបានគេរកទុកនៅក្នុងក្លាងសម្ងាត់ទីក្រុងប៉ារីសជាទីក្រុងដំបងដែលត្រូវបានវាយប្រហារដូច្នេះរដ្ឋាភិបាលបានជំនះកំណើតទ្រព្យជាតិអស់យកដីអូហ្គូសថែមទាំងសន្យាថានឹងផ្ដល់ឲ្យជេកនៅធនធាននិងអាហារអស់តឡាងដែលគាត់ត្រូវការដូច្នេះជេកក៏យល់ព្រមទទួលការងារនេះដំបងក៏ទៅលាឆ្កែរបស់គាត់ហើយសូមឲ្យជំនួយការរបស់អូហ្គូសមើលថែសត្វចិញ្ចឹមរបស់គាត់បើសិនជាគាត់មិនបានត្រឡប់មកវិញទេក្រោយមកជេកគិតទៅដល់ប្រលានយន្តហោះហើយមានការព្រួយបារម្ភព្រោះយន្តហោះដែលពួកគេនឹងប្រើមានស្នាមគ្រាប់កាំភ្លើងពេញអូហ្គូសបង្ហាញគាត់នៅផែនទីហើយប្រាប់គាត់អំពីផ្លូវដែលត្រូវទៅដោយប្រាប់គាត់ថាកន្លែងណាដែលត្រូវជៀសវាងក្រុមឧទាមនៅកណ្ដាលទីក្រុងអ្នកតាក់ទងម្នាក់របស់អូហ្គូសនឹងរកជេកឃើញដើម្បីនាំផ្លូវគាត់បន្តទៅទៀតនៅពេលដែលរូបគំនូរត្រូវបានយកមកវិញអូហ្គូសនឹងទម្លាក់ឧបករណ៍សម្រាប់ជំនះចិន3ម៉ោងក្រោយមកនៅពេលល្ងាចជេកក៏បានចាក់ចេញដោយយន្តហោះ
แนะบากบอไว้ขมิงเมียนตำนกจัดทาเอาไว้ดำนากาละอ้ออัดขจอปันตาขนึงอมลองเป็นหอหาเจกบรรต้อปรวยบารำเปลือกกวัดเคยบรอนุปีบะหนึ่งบัญชีแนะบากบอบันสารเพียบทาโปเกหนึ่งออกเปรงอินเทอร์เน็ตเนื้อเปียกก่อนได้ไพลโดยเฉพาะโปเกตรุเตรียมชัดโยงรุยดรัลเจกบานซูโรกุลลือคลักละปลุกกวัดมันได้ปลายชัดโยงปีมุนเมาบันไตแนะบักบอมันบานจุ้ยเอาไว้เลยตีบ่มพดเจกก็เด็กลัวให้ยอลสบักเคินชี้ตุกมาดองเตียนเลือกนี้มีสตรีมาหยะเนจีนุยกวัดก็ตระบานดาวพญะเพลียมเนเปเรยนฮอรุนจุยให้กอดดังทาพวกเกกำปงตระบานเวียประหาหยะบักบอกำปงเพียเยี่ยมออกปีสมาตพิบดำไม่เก็ตปีกรับกำเพลินต่างออกปนตากอดบานประกาศทาพวกเกหนึ่งตระลุดจ่อมุนเปียลกำนอดเนเปลดาโปเกโรเคยกุไลเมนสวัตพิบใจกุโลดเจนให้แรงชัดโยงกอดบานอ่อนแรงจ่อหมกมือสันตุให้ตีบ่มพดบานจ่อจอดยังชื่อจับบนตัวหมอใจก็จับดามทั่วดำหน้าตัวหมกให้บานเคยเพลิงเช็คจิจรันในครองดมอนนูเอาไว้ได้ทั่วไอกว่าตอกสลดนูคือกรมอุดเตียมตระบานเก็บจั่วก่อโดยซาใต้ตุ่มเวอร์ระบาโปเกรมปิกนูรถกระหมวยบานบุกตุ่มลูอาเกียมวยให้ดำรองกันนงเตยรอกเจกปันตามนเปลวีไอบังบานรถกระนูตระบานมิซิลบันจอมบนตัวเมื่อกลุ่มอุดเตียมมวยกรมบานเจนปีการแลกคุณให้กบกรอบใบได้โจยตะขนงรถกระดำใบสำรับเตเฮียนเดินเนื้อคางขนงบรรทอปีกรมอุดเตรียมเจงเตินเจ๊ก็บรรทอดำน้าตัวมุกเนื้อตีกรองอัมยอนแต่เฮียนบ้านบำไพเพลาเนียเนียกรามกาดักนอมระบะเมสงเกรียมวูเลฟดอกโลจาวกวาดโจเจ็ดเลงโอกโปรวีบงเรียนกอดอังปียุทธศาสตร์สงเกรียมหายกอดบังคอมไอจนซีเวนเลี้ยงจิมวยกอดเนื้อเปได้กูประกูดจงกร้อยระบักกอดบองหานท้ากอดมันแจเลี้ยงวูเลฟก็บ้านกอดเนื้อหนึ่งกอดไหลได้สดำระบักกอดกูริชบ้านปราบกอดท่าเมื่อเนสเลียนเปียมันเนตราบานเกยคืนโลดเจนปิยนห่อโดยฉะนั้นวูเลฟก็บรรจุมนุษย์ระบอกกอดตัวตามรอกเนื้อเปื่อปรึกใจก็ตะดอตีกรองแซนกว่างมนุษย์กรุ๊ปคณีเนื้อตีนี่รัวเนื้อขนองเพียบเกรครอเนื้อกาภัยคลายจำพวกวูเลฟแจกบานไปเนื้อเมื่อขังกลายรถยนต์เฮายกสำเลียบอมเปียจ้าคลาหมกเปียดังไม่เรียกสำเลียบอมเปียทำไมระบอกกอดเนื้อตีเลียนทมเตเฮียนกำปงรุมเล็กกรุ๊ปคณีอมปีฉบับได้รวมเมียนบ่มรามโกจออย่างตุ้งตื่นโนนาได้บ่มเตียนฉบับหนึ่งตรูพัตันเดโตสอย่างทงนทงอหอยโปเกบ้านบังฮานเรื่องนี้โดยบ้านกรมอุดเตียมปีแนกโนเป็นเลแจกเพียเยี่ยมจ่าเจงก็ตรูบ้านหุมปอดโดยเตเฮียนได้ส้มไอ้กอดตุ่มเล็กกาบูบระบากอดกอดก็กุบเวียตัวจอมหมกมนุษย์มันแนกหอยจับดามประยุทธ์จีมุยกรมโนโดยจับได้เตเฮียนมันแนกดัดเทียรถยนต์หอยเวกบ้านมนุษย์มันแนกเทียดเลิกบังวงเตเฮียนมันแนกเพียเยี่ยมประหารกอดโดยกำไรปนไตเจกบ้านแรงกอดหอยจะเวียโดยอาวุธระบากอดตัวเนื้อคลงเปียแต่ปันมานวินิตีมนุษย์กรุ๊ปกันยตรูบันพดูลจอหอยเจกก็เตรียมคลวงจ้าเจนบรรดาเนื้อเปียได้แต่เฮียนมันเตี้ยเจนปีกะแหลกล้วนให้เตรียมบันแจกเฟลียมนู้บำปงกอระบกอดกับเตรบันเนประยุทธ์ดำใบสริเพียบณอาบได้เวียบันบางไฮตาดราคือจีเนเตตงระบโอกุสเนียงบันตามคลอมเมอร์แจกกรุ๊ปเปเวเลียบรรดามันบันจุยเตโปรเนียงจองเคินทาเต้ากดไอกรุ๊ปกรงคลวนอังบันหรือเอาโดยซาแต่สถานการณ์หนึ่งกันแต่กรุธนะตมุกเตียดณเตียงปีบันทูดำนาอย่างเลื้อนฉลองกัดติกรงโดยเพียเยี่ยมและคล้วนคลงจำน้อมฟ่วงมนุษย์ตู้จีอย่างนะอุดมสนัยมันนักเนื้อใต้จับอารมณ์เคินโปเกแจ็คหนึ่งดราบันโจตะกนงวิเฮียมวยหอยบันจวบจิมวยเอาปุกสามซ้อนได้เมียนพันตีสำคัญมวยได้ตะตูลบันปีกรมอุดเตียมได้ตืบแต่ตรึบันประหารชีวิตสามซ้อนบันนอมเนี่ยถึงปีตะการเยียนทานระบบกอดหอยบังไฮโปเกเนรถยนต์พิกอัพได้กอดบันทัวกาเลอเนื้อเลือพันตีกอดบันจะงอลเตอร์โกได้บนตอบระบบโปเกให้โปเกบันสำกอลเคยเลขกดสำงัดเนยจรุงมือข้างขณะได้สามซ้อนเรียบจอมรถยนต์ดรากับบันเมื่อทาระบุระบบแจกเนื้อไปนู้อุดมสนัยหนังตอบระบบกอดบันลอมปอดวิเฮียให้สมเนรอกินเนเจนมอกข้างไกลดรานังแยกบันประยับประยัลต่อการรถยนต์ขณะได้สามซ้อนเจนต่อข้างไกลดำไปบังไว้อารามอุดมสนัยที่เห็นมันเชื่อกว่าเต้เนื้อไปได้กอดนิยแท้กอดเนยมันแอกอันให้บันโจลตึกนึงวิเฮียดำไปแฉกแฉสามซ้อนบันดอกกำเพลียงระบบกอดเจนให้บังอุดมสนัยจอมได้แต่เตรบันกองท็อปสำหรับเพลียมเนื้อข้างน้องที่เห็นบันรอขึ้นเยียนทานให้เตรบันบังไว้อารามโดยแจ็คได้ในโครงรถยนต์ดราบันโหลดปีเลอร์โปเกปีข้างไกลให้บรรทอประยุทธ์จิมวยโปเกต่างโดยสำหรับโปเกอย่างเลื่อนจิมวยนังกาบังหนึ่งจะเลี้ยลำกินเนมนุษย์เนื้อข้างไกลเนื้อแต่บังแต่เลือซามซุนโดยเฉพาะโปเกมันบันลือสำเร็งกำเฟืองเนื้อข้างกรองเต้ตัวชื่ออย่างนะเนื้อเต้ได้แยกบันแช่รถยนต์วิทยุบันเลงลือคลั่งให้โปเกกับบันลือสำเร็งหนูรถตระบันบังการนองระเบิดเวียตเลอวิเฮียปันตาสำนางละอ้อเนี่ยแต่งปีบันบุกตุ่มลูกตัวยาเยนทานเจนโดยกระเมียนปัญหาบรรทอบนอก
ទីហ៊ានក៏បើកការបាញ់ប្រហារមិនតែក្របកំភ្លើងរបស់ពួកគេមិនបានបង្កការខូចខាតអ្វីឡើយ Jack បានបើករថយន្តលោតពីលើចម្រាត់មួយដើម្បីហក់រំលងរថត្រាក់ដើម្បីរត់គេទីហ៊ានក៏បានឡើងលើកង់របស់ពួកគេដើម្បីដេញតាមហើយមិនយូរប៉ុន្មានពួកគេក៏ទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យមួយឆ្មានៅទីនោះក៏បើកការបាំងប្រហារផងដែរប៉ុន្តែដោយសារតែ Jack បានដឹងថារថយន្តនេះមិនជ្រាបគ្រាប់ភ្លើងគាត់ក៏បើកទៅមុខដោយលោតពីលើរបាំងផ្លូវបង្ខំឲ្យឆ្មាំត្រូវរំកិលចេញពីផ្លូវរថយន្តមួយគ្រឿងដែលមានទាហានច្រើនទៀតបានលេចឡើងនៅតាមផ្លូវដូច្នេះ Jack ត្រូវបានបង្ខំឲ្យបើកចូលទៅក្នុងអគារមួយរថក្រោះបានបាំងកាណុងពីចម្ងាយបន្តែវាបានបាញ់ចំរថយន្តចៃដន្យមួយគ្រឿងដែលធ្លាក់លើផ្លូវមន់ហើយធ្វើឲ្យអ្នកជិះកង់មួយចំនួនបូកគ្នា Jack ត្រូវបុតយ៉ាងមុតស្រួចដើម្បីគេចពីការផ្ទុះហើយត្រាបានធ្វើឲ្យគាត់ចូលទៅក្នុងផ្លូវរួមក្រោមដៃពួកគេបានបើកបោយ៉ាងលឿនតាមដែលអាចធ្វើទៅបានព្រោះអ្នកជិះកង់ពីរនាក់នៅតែតាមពីក្រោយពួកគេប៉ុន្តែនៅពេលដែលពួកគេចេញមកពួកគេបានឃើញរថក្រោះមួយគ្រឿងទៀតកំពុងរងចាំកាណុងបានបាញ់មកលើពួកគេហើយ Jack បានគេចពីការវាយប្រហារទាន់ពេលការដេញតាមបានបន្តហើយមិនយូរប៉ុន្មានអ្នកទាំងពីរក៏ត្រូវហ៊ុមព័ទ្ធត្រាបានគប់គ្រប់បៃដៃដើម្បីទម្លាក់អ្នកជិះកង់ទោះជាយ៉ាងណានៅតែមានរថយន្តមួយគ្រឿងតាមពីក្រោយពួកគេរថ Cross បានបើកការបាញ់ម្ដងទៀតហើយ Jack បានធ្វើឲ្យរថយន្តលោតដូច្នេះការបាញ់នោះបានទៅចំញ៉ាក់ដេញតាមរបបពួកគេវិញនៅពេលដែលរថយន្តចូលទៅក្នុងតំបន់មួយទៀតនៃទីតាំងនោះរថយន្តថ្មីមួយដែលមានទាហានបានលេចឡើងបន្ទាប់មករថ Cross ក៏ត្រៀមខ្លួនសម្រាប់ការបាញ់មួយទៀតដូច្នេះ Jack បានរំកិលខ្លួនយ៉ាងលឿនដើម្បីចេញពីព្រៅហើយម្ដងទៀតសត្រូវរបស់ពួកគេក៏ត្រូវបានទម្លាក់វិញឥឡូវនេះ Jack និងត្រាអាចបើកបរដោយសុវត្ថិភាពទៅកាន់ទីក្រុងសូរិយមនូវីរៈបុរសទាំងពីរបានជប់សម្រាក Jack ឆ្ងល់ថាហេតុអ្វីបានជាមនុស្សគ្រប់គ្នាសុខចិត្តស្លាប់ដើម្បីគំនូរមួយទោះបីជាវាល្បីល្បាញយ៉ាងណាក៏ដោយត្រាបានពន្យល់ថាគំនូរនេះគ្រាន់តែជាលេសដើម្បីស្វែងរកឃ្លាំងសម្ងាត់មុនវឡូព្រោះវាផ្ទុកអ្វីជាច្រើនដែលក្រុមឧត្តមអាចប្រើដើម្បីប្រយុទ្ធនាងដឹងអំពីសុបិនរបស់ Jack ដូច្នេះនាងបានធ្វើទុក origami មួយសម្រាប់គាត់ជាអំណោយនាំសំណាងថៃបន្ទាប់វ៉ូឡូបានធ្វើដំណើរយ៉ាងលឿនទៅកាន់ទីក្រុង San Quentin ដោយរថភ្លើងរបស់គាត់ឧត្តមសេនីយ៍បានប្រាប់គាត់ថាមានក្រុមឧត្តមពីរនាក់ប៉ុណ្ណោះដែលបានកម្ចាត់ក្រុមទាំងមូលហើយព្យាយាមទទួលបានជ័យជំនះដោយនិយាយថាគាត់បានសម្លាប់បូជាទោះជាយ៉ាងណា Gurich បានសម្លាប់គាត់យ៉ាងណាក៏ដោយនៅទីក្រុងសូលយឹបអ្នកទាំងពីរបានឈប់នៅអគារចាន់ដែលត្រូវបានសន្និដ្ឋានថាមានឃ្លាំងសម្ងាត់នោះត្រាមានអារម្មណ៍ភ័យខ្លាចព្រោះជាតំបន់មួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមវ៉ៃរ៉ាតដែលជាក្រុមអតីតអ្នកទោសដែលបានក្លាយទៅជាមនុស្សស៊ីសាទពួកគេបានឃើញពន្លឺភ្លើងត្រូវបាននៅក្បែរនោះមានន័យថាមាននរណាម្នាក់បានតាមដានពួកគេអ្នកទាំងពីរបានប្រញាប់ប្រញាល់ចូលទៅខាងក្នុងហើយបានឃើញឈាមលើជញ្ជាំងមិនតែប៉ុណ្ណោះឃ្លាំងសម្ងាត់ត្រូវបានបើកឲ្យទន្ទេក្លិននៅលើទ្វារបានបង្ហាញថាទ្វារត្រូវបានផ្ទុះបឺនថ្មីដោយសារមិនមានការខូចខាតនៅខាងក្នុងជែកបានសន្និដ្ឋានថាពួកគេបានយកអ្វីៗទាំងអស់ចេញហើយបានផ្លាស់ប្ដូរវាទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងនៅខាងក្រៅក្រុមវ៉ៃរ៉ាតកំពុងចូលមកជិតយ៉ាងក្រៅអ្នកទាំងពីរបានបន្តស្វែងរកអគារហើយបានរកឃើញសម្បកក្រាបកំភ្លើងជាច្រើននៅជាន់កែបន្ទាប់មានការខូចខាតនៅលើជញ្ជាំងហើយជែកបានទាយថាអ្នកការពារបានតស៊ូនៅទីនោះពួកគេបានចូលទៅក្នុងការិយាល័យធំហើយមើលកំណត់របស់ការជំនះនៅក្នុងទូ Jack បានឃើញជញ្ជាំងខ្លាំងខ្លាយហើយនៅសភៅកដាត់ដែលហាត់ពីក្រោយវាត្រាបានបកប្រែកំណត់បារាំងហើយទទួលបានកូអូឌីនេដែលពួកគេត្រូវការប៉ុន្តែ Jack នៅមានអារម្មណ៍សង្ស័យគាត់គិតថាអ្នកការពារគំនូរទ្រព្យមិនទុកទីតាំងនោះឲ្យនរណាម្នាក់រកឃើញឡើយទេដោយប្រើលេខកូដសម្ងាត់ពី Fanti Jack បានព្យាយាមបកស្រាយកូអូឌីនេដើម្បីទទួលបានទីតាំងពិតប្រាកដនៅពេលនោះក្រុមវ៉ៃរ៉ាតបានបុកចូលទៅក្នុងអគារត្រាចង់ទៅបន្តែ Jack នៅតែបន្តធូរការរហូតដល់គាត់ទទួលបានឈ្មោះ Simsoft ដែលត្រាបានបញ្យល់ថាជាបន្ថៃខណៈដែលនាងកំណត់ទីតាំងវានៅលើ Fantiក្រុមវ៉ៃរ៉ាតកំពុងប្រញាប់ប្រញាល់ឡើងជណ្ដើរដូច្នេះអ្នកទាំងពីរបានចេញទៅដោយឡានតាមបង្ជាត់ Jack បានទុកគ្រាប់បែកដៃមួយនៅលើកូនសោទ្វារដូច្នេះនៅពេលដែលក្រុមវ៉ៃរ៉ាតបើកទ្វារពួកគេត្រូវបានទម្លាក់ភ្លាមដោយការផ្ទុះត្រឡប់មកលើរថយន្តវិញ Dra បានទូរស័ព្ទទៅក្រុមឧទាមហើយប្រាប់ពួកគេឲ្យយូរពួកគេនៅ Simsoft ប៉ុន្មាននាទីក្រោយមករថភ្លើងបានមកដល់ស៊ុយលីហើយ Wolov បានឃើញស្នាមកង់ដែលបន្សល់ទុកដោយរថយន្ត Gorich បានរកឃើញសភៅកត់ត្រាដែលមានកូអូឌីនេប៉ុន្តែ Wolov មិនបានចេញបោកឡើយហើយបានប្រើអំពូល UV ដើម្បីបង្ហាញស្នាមរាមដៃរបស់ Dra នៅលើផែនទីឥឡូវនេះគាត់ដឹងថាគាត់ត្រូវតែទៅ Simsoft ដែរក្រុមវ៉ៃរ៉ាតដែលបាញ់ពន្លឺភ្លើងនៅតែមានជីវិតហើយ Wolov បានអរគុណគាត់សម្រាប់ព័ត៌មានដោយបាញ់គាត់ទីបំផុតវីរៈបុរសទាំងពីរបានទៅដល់ Simsoft ហើយ Dra ត្រូវកាត់ត្រវាក់ដើម្បីបើកទ្វារនៅពេលដែលពួកគេទៅដល់អគារធំ Jack មានការសង្ស័យព្រោះមិនមានសន្តិសុខទេនៅខាងក្នុងម៉ាស៊ីនក្លិននៅតែដំណើរការដូច្នេះ Jack បានសន្មតថាមានបន្ទះសូឡា Dra បានមើលប្លង់សំណង់ហើយបានរកឃើញថាសំឡេងឮដែលពួកគេឮគឺជាប្រព័ន្ធច្រកខ្យល់សម្រាប់ឃ្លាំងសម្ងាត់ដែលហាក់ដូចជាបិទជិត Jack បានពិនិត្យមើលប្លង់សំណង់ដែរហើយបានរៀបចំផែនការដើម្បីឆ្លងកាត់អណ្ដូងមួយនៅក្នុងបំពង់ខ្យល់ទោះបីជាមានកង្ហារនៅចំកណ្ដាលក៏ដោយ Dra យល់ព្រមរកបន្ទះសូឡាដើម្បីបិទកង្ហារខណៈដែល Jack ធ្វើដំណើរទៅមុខនៅជាន់ខាងលើ Jack បានរកឃើញខ្សែពួរខ្លះ
ហើយចងវាទៅនឹងវ៉ាល់មួយបន្ទាន់មកគាត់កាត់កបោករបស់គាត់ដើម្បីបង្កើតខ្សែយឺតដែលគាត់ចងទៅនឹងខ្សែពួរឥឡូវនេះគាត់អាចចាប់ផ្ដើមឡើងឆុសតាមអណ្ដូងគាត់អាចមើលឃើញកង្ហាវាលនៅខាងក្រោមដូច្នេះគាត់ត្រូវប្រុងប្រយ័ត្នជាអកុសលការកកិតនៅលើខ្សែពួរកំពុងធ្វើឲ្យវាដាច់យឺតក្នុងព្រឹកជាមួយគ្នានោះ Dra បានទៅដល់តំបន់បន្ទះសូឡាហើយបើកការបាញ់ប៉ុន្តែនាងខកខានការបាញ់ដំបូងរបស់នាងជាសំណាងល្អការបាញ់លើកទី2របស់នាងបានត្រូវហើយបន្ទះសូឡាក៏ធ្លាក់ចុះក្នុងពេលដែល Jack ធ្លាក់ដូច្នេះកង្ហាត្រូវបានបាញ់ឈប់ទាន់ពេលបន្ទាប់ពីការចូលដោនដោះតក់ស្លូត Jack បានពិនិត្យមើលបំពង់ខ្យល់ហើយបានរកឃើញថាវាលេចទឹកគាត់ដកដង្ហើមវែងហើយមុជទឹកដើម្បីហែលទឹកឲ្យបានលឿនតាមដែលអាចធ្វើទៅបានគាត់បានទៅដល់គម្របយ៉ាងលឿនប៉ុន្តែគាត់ដឹងថាវាចាក់សោ Jack បានប្រឹងរុញយ៉ាងអស់សង្ឃឹមហើយបានបង្ខំវាឲ្យបើកទាន់ពេលដើម្បីជៀសវាងលង់ទឹកឥឡូវនេះ Jack អាចចូលទៅក្នុងឃ្លាំងសម្ងាត់ហើយបើកទ្វារពីខាងក្នុងដូច្នេះ Dra ក៏អាចចូលមកបានដែររូបគំនូរ Mona Lisa បានក្លាយជាគ្រាប់បែកនុយក្លេអ៊ែរដែលមានរូបគំនូរដ៏ល្បីល្បាញត្រូវបានគូសនៅលើវាហើយ Jack មានការភ្ញាក់ផ្អើលប៉ុន្តែ Dra ដឹងរួចហើយ August មិនបានប្រាប់ Jack ទេព្រោះគាត់មិននឹងជួយពួកគេឡើយដែល Jack បានបញ្ជាក់ថា Dra បានពន្យល់ថានៅពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសជប៉ុនខ្លួនបានទុកគ្រាប់បែកមួយទៀតសម្រាប់ទីក្រុងមូស្គូគ្រាន់តែជាការប្រុងប្រញាប់នាងធានាថា Jack មិនចង់ប្រើគ្រាប់បែកនោះទេគាត់គ្រាន់តែចង់រក្សាវាឲ្យឆ្ងាយពីមេសង្គ្រាមដូចជាវឡូប៉ុណ្ណោះ Jack គិតថាគ្មានមេសង្គ្រាមណាដែលអាចទុកចិត្តបានសូម្បីតែ August ក៏ដោយហើយជឿថាគ្មានប្រយោជន៍អ្វីក្នុងការប្រយុទ្ធទេព្រោះមេសង្គ្រាមតែងតែឈ្នះនៅទីបញ្ចប់នៅពេលដែលក្រុមឧទាមមកដល់ដើម្បីជួយ Dra ផ្លាំងរត់គ្រាប់បែក Jack បានបើកបាវរថយន្តចេញទៅដោយរថយន្តប៉ុន្មានវិនាទីក្រោយមករថភ្លើងបានមកដល់សៀមសូហ្វហើយទាហានបានបើកការបាញ់ប្រហារក្រុមឧទាមព្យាយាមការពារខ្លួនឯងប៉ុន្តែទាហានបានទម្លាក់ពួកគេទាំងអស់យ៉ាងលឿន Gorik ថែមទាំងបាញ់មីស៊ីលដែលបំផ្ទុះរថយន្តរបស់ក្រុមឧទាមបន្ទាប់មក Volo ត្រូវបានផ្ដល់កូនសោសុវត្ថិភាពខណៈដែលគ្រាប់បែកត្រូវបានដឹកទៅរថភ្លើងទន្ទឹមនឹងនេះ Jack បានឈប់សម្រាកហើយសម្លឹងមើលទូក Origami តូចនោះដែលបានផ្លាស់ប្ដូរចិត្តរបស់គាត់បើកបរត្រឡប់ទៅបន្ទាយវិញហើយបានឃើញសាកសពទាំងអស់ប៉ុន្តែជាសំណាងល្អ Dra មានសុវត្ថិភាពនៅខាងក្នុងអគារគាត់បងរំរបួសជើងរបស់នាងខណៈដែលនាងសុំទោសចំពោះអកប្បកិរិយារបស់នាងដោយនិយាយថាគាត់និយាយត្រូវហើយគ្មានប្រយោជន៍អ្វីក្នុងការប្រយុទ្ធទៀតទេទោះជាយ៉ាងណា Jack គិតថាពួកគេអាចបញ្ឈប់ Volo ដោយទម្លាក់រថភ្លើងពួកគេបានប្រមូលគ្រឿងផ្ទុះខ្លះហើយ Jack បានរៀបចំពិសេសមុនពេលពួកគេចាក់ចេញដោយរថយន្តបន្ទាយនោះបានផ្ទុះនៅពីក្រោយពួកគេនៅពេលល្ងាចរថភ្លើងត្រីបន្ថយល្បឿនដោយសារភាពមើលឃើញទាប Volo មិនសប្បាយចិត្តនឹងរឿងនេះទេហើយបាញ់អ្នកបញ្ជាការចំក្បាលដូច្នេះរថភ្លើងគេចាប់ផ្ដើមរំកិលលឿនជាងមុនក្នុងពេលជាមួយគ្នានោះវីរបុរសទាំងពីរបានបើកបរនៅលើស្ពានហើយនៅពេលដែលរថភ្លើងបានឆ្លងកាត់ Jack បានលោតទៅលើវាបន្ទាប់មកគាត់បើកទ្វារហើយគប់គ្រាប់បែកដៃដើម្បីសម្លាប់ឆ្មាមួយក្រុមនៅតែមានអ្នករស់ជីវិតមួយចំនួនដូច្នេះ Jack ប្រញាប់ប្រញាល់ចូលទៅវាយទល់ដៃជាមួយពួកគេគាត់លួចកំភ្លើងពីពួកគេហើយបើកការបាញ់ដែរមុនយូរប៉ុន្មាន Goris ក៏ចូលរួមប្រយុទ្ធដែរហើយ Jack ត្រូវប្រឹងប្រែងបន្ថែមទៀតព្រោះគាត់ខ្លាំងជាងជនពាលធម្មតា Goris ទាត់ Jack ចេញពីរទេរថភ្លើងធ្វើឲ្យគាត់ធ្លាក់ទៅជិតគ្រាប់បែកគ្រាន់តែ Jack វាយគាត់ចំក្រលៀនការប្រយុទ្ធបានបន្តរហូតដល់ Volo លេចឡើងដើម្បីបើកការបាញ់ហើយ Jack បានប្រើ Goris ជាខែលបន្ទាប់មកគាត់ប្រញាប់ប្រញាល់ត្រឡប់ចូលទៅខាងក្នុងដើម្បីវាយទម្លាក់ Volo ហើយបុរសទាំងពីរចាប់ផ្ដើមផ្លាស់ប្ដូរការវាយពាសពេញបន្ទប់ទីបញ្ចប់ Jack បានរុញ Volo ទៅលើតុហើយចាក់ដៃគាត់ដោយត្រីវិស័យមុននឹងយកកូនសោសុវត្ថិភាពទន្ទឹមនឹងនេះ Dra បានបើកបរទៅមុខហើយទៅដល់ស្ពានខាងមុខដែលនាងបានដំឡើងគ្រងផ្ទុះមិនយូរប៉ុន្មានពួកវាក៏ផ្ទុះហើយបំផ្លាញស្ពានមុនពេលរថភ្លើងអាចឆ្លងកាត់វាបាន Jack បានចាក់ចេញពីរទេរថភ្លើងភ្លាមហើយ Volo ប្រញាប់ប្រញាល់ទៅកាន់ផ្ទាំងបញ្ជាដើម្បីព្យាយាមបញ្ឈប់រថភ្លើងប៉ុន្តែហួសពេលបាត់ទៅហើយ Volo អាចមើលតែរថភ្លើងធ្លាក់ចូលទៅក្នុងជ្រោះដែលផ្ទុះជាច្រើនដងខណៈដែលវារំកិលដល់តាមជន្លន់ភ្លឹមក្បែរនោះ Dra យំភូនាងគិតថា Jack បានស្លាប់ដែរប៉ុន្តែគាត់បានភ្ញាក់ផ្អើលនាងពីខាងក្រោយហើយពួកគេអោបគ្នារយៈពេលក្រោយមកនៅប្រទេសអង់គ្លេស Jack បានប្រគល់កូនសោសុវត្ថិភាពទៅឲ្យ August ហើយបានពន្យល់ថាគ្រាប់បែកស្ថិតនៅបាតជួរមានតែកូនសោប៉ុណ្ណោះអាចបំផ្ទុះវាបានប៉ុន្តែ August នៅតែចង់យកវាមកវិញគ្រាន់តែជាការប្រុងប្រយ័ត្ន Jack បដិសេធមិនទទួលយកមេសកម្មទៀតទេហើយចាក់ចេញដោយទូកថ្មីរបស់គាត់ Dra បានចូលរួមជាមួយគាត់ហើយពួកគេថើបគ្នា
ខណៈដែលពួកគេចេញទៅជិះទូកជុំវិញពិភពលោកជាមួយគ្នាទន្ទឹមនឹងនេះអូហ្គូសបានដាក់កូនសោសុវត្ថិភាពនៅក្នុងឃ្លាំងសម្ងាត់របស់គាត់បង្ហាញថារូបគំនូរម៉ូណាលីសាពិតគឺនៅជាមួយគាត់គ្រប់ពេល